សូមជួយដាក់បានឲ្យអាត្មាផងញោមអាត្មាមកសុំបិណ្ឌបាតនិមន្តចូលមកក្នុងសិនមកសូមអភ័យទោសឲ្យកណ្ដាប់ផងចុះព្រះអង្គមិនអាចនិមន្តចេញទៅក្រៅនៅក្នុងពេលនេះបានទេមនុស្សម្នាក់នោះប្រកាសជាកាត់មេរៀមដៃរបស់ទ្រង់ជាមិនខាតបើគេឃើញព្រះអង្គនៅខាងក្រៅនោះតើបុគ្គលនោះជានរណាទៅហេតុអ្វីបានជាគេធ្វើរឿងព្រៃផ្សាយបែបនេះគេគឺជាអហិង្សកគេបានកាត់មេរៀមដៃស្រីប្រុសនិងក្មេងដែលគេបានឆ្លងកាត់នៅទីនេះសូម្បីតែទាហានរបស់មហារាជប្រាសាទជាតិក៏ខ្លាចគេដែលក្រាបទូលពួកយើងមិនអាចប្រហែលបានទេគេធ្វើដើម្បីប្រាក់មិនបែបទេគេមិនត្រូវការប្រាក់ទេមិនថាមានមនុស្សណាឆ្លងកាត់ពីមុខគេឡើយគេនឹងកាត់មេរៀមដៃពួកនេះទាំងអស់នោះយកចោលធ្វើជាកម្រងផ្កាបន្ថែមរហូតគេមានឈ្មោះថាអង្គលីមៀលសុបដៃជគុំនិមន្តចេញក្រៅអីគេអាចមកទីនេះពេលណាក៏បានដែរមិនចាំបាច់ខកអាត្មានោះទេឧបាសកអាត្មាគ្មានរឿងអីកើតឡើងទេនោះនឹងមិនមានភាពក្លាហាននៅពេលដែលគេបានឃើញអាត្មាគេនឹងចេញមកនៅពេលដែលអាត្មាទៅបិណ្ឌបាត